ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ8កើតខែបឋមសាទឆ្នាំមមេសប្បស័កពុទ្ធសករាជ2559ត្រូវនៅថ្ងៃទី23ខែមិថុនាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅសង្គមស៊ីវិលដាក់ញត្តិនៅរដ្ឋសភាទាមទារឲ្យលុបចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលលោកអ្នកនាងជាទីមេត្រីកាលពីព្រឹកមិញនេះសមាគមសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលនិងសហជីពនានាក្នុងប្រទេសកម្ពុជាបានប្រមូលផ្ដុំគ្នាប្រមាណជា200នាក់ដង្ហែក្បួនដាក់ញត្តិនៅមន្ទីររដ្ឋសភាទាមទារឲ្យរដ្ឋសភាជំរុញទៅរដ្ឋាភិបាលឲ្យលុបចោលសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងការតវ៉ានេះតំណាងសហជីពនិងតំណាងអង្គការសង្គមស៊ីវិលបានស្រែកតវ៉ាទៅលើការអនុម័តសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាគ្រោងនឹងអនុម័តទាក់ទងទៅនឹងការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនិងសហជីពដែលអង្គការសង្គមស៊ីវិលចាត់ទុកថាមានការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបន្ទាប់ពីមានការស្រែកទាមទារអស់រយៈពេលយូរមកយើងសង្កេត